ងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះឪពុករបស់នាងផ្លាស់ប្ដូរការងារញឹកញាប់ណាចំណែកម្ដាយរបស់នាងវិញដើរស៊ីឈ្នួលគេបីតែឪពុកម្ដាយកូនទៅនៅក្នុងបន្ទប់មួយតូចចង្អៀតខ្លាំងណាស់ប៉ុន្តែអ្នកប្រុសបានស្រឡាញ់នាងខ្លាំងណាស់លោកស្រីបានហើយនិយាយទៅស្រីម្នាក់នេះត្រូវប្រញាប់គិះចេញឲ្យផុតពីផ្លូវបើទំនុះទេមកតែគ្រោះថ្នាក់ដល់ផ្ទះរបស់យើងមុនដំបូងយើងនឹកស្មានថាអាស៊ីនៅក្មេងបានជាមិនឲ្យធ្វើតាមផែនការដែលរៀបចំទុកប៉ុន្តែពេលនេះគឺមិនអាចពន្យាពេលបានទេប៉ុន្តែផែនការនេះលោកស្រីធ្លាប់បានក្រាបខ្ញុំថាចាំមិនឲ្យកោះរឿងចំសិនមិនបាច់ឲ្យយើងចេញបញ្ជាដដែលទៀតទេបាទលោកស្រីចុះសមុទ្រទៅយើងយកថ្ងៃស្អែកនេះពន្យាពេលសិនទៅបាទចង់ប្រឆាំងជាមួយយើងទេគិតងាយពេកហើយយ៉ាងម៉េចនឹងផ្ដាសាយទេអញ្ចឹងយកឲ្យវិញទៅនេះមិនបាច់ទេមិនបាច់យ៉ាងម៉េចប្រយ័ត្នការផ្ដាសាយមែនកុំមកបន្ទោខ្ញុំណាតែឲ្យលៀមទៅយ៉ាងម៉េចចេះតែសម្លឹងមកទៅកើតមិនបាច់សម្លឹងទេខ្ញុំលែងខ្លាចហើយកុំគិតស្អីឈួតឈួតទៀតអីសោះបើហ៊ានទៅប៉ះពាល់ខ្ញុំបោះទៅក្នុងទឹកភ្លាមនេះអីក៏ចំណាយដែរមនុស្សព្រមមនុស្សស្រីស្រឡាញ់គ្នាលើលោកខ្លះវាជារឿងធម្មតាទេការដែលសំខាន់គឺខ្ញុំជំនុំមានសាយសិនតើឲ្យទៅណាបានទៀតទៅតែមិនស៊ីមានរឿងមួយខ្ញុំចង់សួរយល់ហើយហេតុអីបានជាលោកគិតថាខ្ញុំស្រឡាញ់លោកសភាវគតិប្រាំខ្ញុំសភាវគតិសភាវគតិឆាប់ណាស់ហ៎ចុះខ្ញុំនិយាយខុសត្រង់ណាតែយើងមកនិយាយគ្នាឲ្យច្បាស់តែម្ដងទៅតើមានគិតយ៉ាងម៉េចចំពោះខ្ញុំគិតយ៉ាងម៉េចទេខ្ញុំក៏មិនដឹងដែរនេះនិយាយតែបាននេះរហូតមកពីខ្ញុំមិនដឹងពិតមែនខ្ញុំឆ្លប់កុហកលោកពីងតានៅមានរឿងមួយទៀតដែលខ្ញុំចង់សួរលោកសួរមកហេតុអីក៏មកជ្រើសរើសខ្ញុំផ្ទះខ្ញុំអត់មានអីទេអាចហៅបានថាក្ររហានក៏ថាបានដែរនៅក្នុងមហាវិទ្យាល័យយើងមានស្រីស្អាតមានច្រើនណាស់ហេតុអីក៏មកស្រឡាញ់ខ្ញុំលោកមកស្រឡាញ់មនុស្សស្រីដូចខ្ញុំយ៉ាងម៉េចទេឬមួយក៏ខួរក្បាលមានបញ្ហាប្រហែលមិនដឹងហ៎ខ្ញុំក៏ឆ្ងល់ដែរហើយដូចខ្ញុំស្រឡាញ់នឹងគិតយ៉ាងម៉េចក៏គិតមិនឃើញយ៉ាងណាខ្ញុំអ្វីគ្រប់យ៉ាងអស់ទៅហើយនឹងធ្វើជាខ្លួនរបស់នាងទៅយ៉ាងម៉េចដែរលោកថាខ្លួនឯងមានគ្រប់លក្ខណៈទាំងអស់ហើយមិនពិតទេបើនៅលើលោកនេះមានមនុស្ស perfect ពិតមែនខ្ញុំក៏ចង់មើលមកដែរថាមនុស្សដូចលោកសាយស្អីគូពីបន្ទាយក៏មិនបានដែរយ៉ាងណាខ្ញុំមិនជំនួសដូចពួកនាងទេអត់ខ្លួនរហូតតទៅធ្លាប់ហើយក៏គ្មានប្រតិកម្មទៀតមែនហើយខ្ញុំមានរបស់ម្យ៉ាងនៅក្នុងកាបូបស្អីគេអត់ទេគ្មានស្អីទេលាក់ស្អីនោះអត់មានទេមិនឲ្យមើលទេអត់មើលទេអត់មានទេស្អីគេនោះកាដូថាឲ្យលោកនឹងណាក៏នៅថ្ងៃកំណើតដែរគ្រាន់តែទៅយកមកពួកគេសិតទៅជូនរបស់ថ្លៃឲ្យលោកទាំងអស់អ្នកខ្លះជូនឡានដូច្នេះខ្ញុំមិនហ៊ានយកចេញមកឲ្យលោកទេបើមើលយឺតក៏បានដែរប្រយ័ត្នបាយអស់ណាខ្ញុំបានដុតយកមកពីកន្លែងធ្វើការដូច្នេះហើយខ្លាចបន្តិចហើយមើលអីក៏យល់មកលេប៉ុណ្ណឹងខ្ញុំខ្មាស់ចង់ស្លាប់ទៅហើយសុំទោសណាដែលបានជួយរបស់តែប៉ុណ្ណឹងព្រោះខ្ញុំអត់មានលុយមិនដំបងថាធ្វើនំឲ្យដូចជាមុខរបស់លោកប៉ុន្តែតម្រាំធ្វើបានគឺពិបាកចង់ស្លាប់ខ្ញុំរៀនធ្វើពី3ថ្ងៃឯណោះតម្រាំទៅចេញមកបានប៉ុណ្ណឹងមិនយកក៏បានដែរឲ្យខ្ញុំទៅណាខ្ញុំសប្បាយចិត្តណាស់អរគុណហើយដែលបានអស់នំនេះលើកទី1ហើយដែលឃើញគេសប្បាយចិត្តដូចគ្នាធ្វើឲ្យយើងបាត់ខឹងដោយមិនដឹងខ្លួនមកថ្នាក់ខ្ញុំធ្វើនំចេញមកអាក្រក់បែបនេះហើយគេនៅតែពេញចិត្តទៀតខ្ញុំក៏ឃ្លាតដែរយកមកញ៉ាំមកកុំអីយើងឲ្យខ្ញុំហើយតែត្រង់ខ្លួន
នតិចបានទេកុំញ៉ាំក៏ដូចឲ្យខ្ញុំអីណាអាឡេក្រោលហាងអញចង់điដល់ណាទៀតបន្ទប់នេះគ្នាសាឡុងមួយសោះឲ្យយើងអង្គុយត្រង់ណាទៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវណាបើចង់អង្គុយត្រង់ក្រោយឡើងមកយើងមានការចង់និយាយជាមួយឯងណារឿងស្អីហើយឯងក៏មិនទៅតែអញ្ចឹងឲ្យទៅយ៉ាងម៉េចទៅយើងនឹងយើងជួយជាមួយមកឯងក៏ឃើញដែរតាយ៉ាងណាក៏ចាំមកទៅនិយាយសិនទៅទូទៅមក6ជាងមានរឿងស្អីទៅម៉ែខ្ញុំនិយាយដល់ឯងមើលតិចទៅឲ្យយើងសងគ្រីក៏ដូចតែសាំឆាយឲ្យមកយើងធ្វើដូចមុខរបស់យើងយ៉ាងចឹងអាចឃើញដែរទេហ៎គេចូលចិត្តនិយាយថាស្អប់យើងតែតាមការពិតមានក៏ស្រឡាញ់យើងណាស់ដែរតែមែនណាចេញមកលុបប៊ីស្គីតមុខដូចយើងណាបើសិនជាគេធ្វើគឺអាក្រក់ណាស់តែនេះគឺសាំឆាយនឹងធ្វើដល់ខ្លួនឯងហើយមើលទៅគួរឲ្យស្រឡាញ់ទេហេនេះឯងស៊ីអញ្ចឹងយើងមិនបានឯងទេឆាប់ឲ្យយើងវិញយើងជិះកដោរបស់យើងអត់យើងឥឡូវយើងមកខ្ញុំមកមិនយ៉ាងយើងខឹងណាខ្ញុំមកកដោរបស់យើងឲ្យយើងទេឯងស្គាល់ទេឯងខ្ញុំទេឥឡូវអូនស្រឡាញ់តែបងមួយញ៉ាំស្មងអងពីដួងហរិតីអេអ្នកណាអញ្ចេះមកគោះទ្វារតែយើងគ្មានភ្ញៀវទេហើយក៏គ្មានលុយកំងទិញកាសែតអីមកមើលដែរមិនបាច់មកគោះទ្វារទេហើយអ្នកណាអញ្ចេះអូស្លាប់ហើយបុរសសង្ហាស្រីស្រស់ប្រហែលជាច្រឡំផ្ទះហើយខ្ញុំមិនដែលស្គាល់អ្នកទាំងពីរទេផ្ទះនេះហើយដែលថានោះបាទលោកស្រីនេះហើយគឺជាផ្ទះរបស់អ្នកនាងម្នាក់នោះមានណាទៅអ្នកស្រីជាម្ដាយរបស់សាន់ឆាយតាមមិនទេមិនក៏លោកស្គាល់មែនហើយលោកស្រីខាងនេះគឺជាលោកស្រីតៅមីងម្ដាយតៅមីងស៊ីហ៎អូព្រះអើយមកទីនេះយ៉ាងម៉េចទៅចូលមកលៀនឡើងមិនបាច់ខ្លាចចិត្តទេសុំជើងសូមទៅសូមដោះស្បែកជើងផងនេះគឺជាផ្កាសម្រាប់តាំងលើតុចាំមកផ្លែណាសាន់ឆាយចេញមកកូនម៉ាក់តៅមីងស៊ីនៅមើលហើយសាន់ឆាយក្រោកឡើងកូនម៉ាក់តៅមីងស៊ីបានមកផ្ទះជើងហើយណាឲ្យលឿនឡើងឆាប់ក្រោកឡើងសូមចេញពិសាទឹកត្រេកអរណាស់ដែលបានស្គាល់ខ្ញុំជាម្ដាយតៅមីងស៊ូមុនដំបូងសូមទោសដែលបានមករំខានពេញព្រឹកយ៉ាងនេះមិនអីទេផ្ទះយើងទទួលការមើលការខុសត្រូវពីអ្នកប្រុសតៅយ៉ាងល្អអ៊ីធីនយកចេញហ្នឹងបាទសូមទោសដែលត្រូវនិយាយតាមត្រង់ព្រោះថាពេលវេលាមានតម្លៃណាស់សម្រាប់គ្រប់គ្នាអត់ទេពេលវេលាពួកយើងគ្មានតម្លៃទេតាមធម្មតាសល់ខ្ជិលណាស់អញ្ចឹងខ្ញុំលេងខ្លាចចិត្តហើយខ្ញុំសូមនិយាយគោលបំណងដល់មកថ្ងៃនេះឲ្យច្បាស់តែម្ដងអ្នកនាងសាន់ឆាយសូមកាត់ចិត្តពីអាស៊ីទៅហើយជាការពិតខ្ញុំក៏មិនឲ្យនាងលះបង់ទៅទេដែរនេះគឺជាប្រាក់10លានទេខ្ញុំដឹងថាធ្វើបែបនេះមិនសមទេប៉ុន្តែមើលទៅផ្ទះនេះដូចជាកំពុងតែមានបញ្ហារឿងលុយកាក់ដូច្នេះយើងមិនបាច់វែងអន្លាយឲ្យខាតពេលវេលាទេយើងម្នាក់សុទ្ធតែដឹងថាអាស៊ូមានបន្ទុកសំខាន់ណាស់ក្នុងការស្នងត្រកូលដូច្នេះខ្ញុំជាម្ដាយរបស់គេខ្ញុំត្រូវការពារអំពើខុសក្បួនច្បាប់របស់គេជាពិសេសមានគេខ្លាចជាមនុស្សចាស់របស់គេញឹកញាប់ណាស់តែងតែមានឧបសគ្គរារាំងជំនិតដូចជាកំទេចកំទីធូលីរារាំងផ្លូវជាហេតុធ្វើឲ្យខ្ញុំត្រូវបោះសម្អាតមុនពេលទៅតោងមានន័យថាយើងជាកំទេចធូលីទៅរារាំងផ្លូវរបស់គេបានជាយកប្រាក់10លានមកបដូរលោកស្រីចង្រៃស្អីក៏មកមានអ្នកក្រណាយ៉ាងម៉េចហើយប្រហែលជាមិនគិតថាអាស៊ីស្មោះត្រង់នឹងការរាប់អានលើកនេះទេគ្រាន់តែមើលរបស់លេងម្ដងម្កាលលើសសពណាក៏មិនអីដែរបើយ៉ាងហោចណាស់មានតែឲ្យកូនអ្នកស្រីជាអ្នកចាញ់ព្រៀបឬក៏អ្នកនេះម្នាក់